មេរៀនព្រះគុណ Grace of God ឯព្រះគុណមានន័យដូចម្តេចព្រះគុណគឺជាការអំណោយឥតគិតថ្លៃពីព្រះដែលមនុស្សមិនអាចរកបានដោយសកម្មភាពឬសេចក្តីល្អរបស់ខ្លួនទេប៉ុន្តែព្រះប្រទានដោយសេចក្តីស្រឡាញ់អេភេសូ 2:8-9 ត្បិតអ្នករាល់គ្នាបានសង្គ្រោះដោយព្រះគុណតាមរយៈសេចក្តីជំនឿហើយការនោះមិនមែនមកពីខ្លួនអ្នករាល់គ្នាទេគឺជាអំណោយទានរបស់ព្រះមិនមែនដោយសារការប្រព្រឹត្តដើម្បីកុំឲ្យអ្នកណាអួតខ្លួនបានឡើយការបកស្រាយសេចក្តីសង្គ្រោះមិនមកពីការខិតខំរបស់យើងទេតែពីអំណោយព្រះព្រះគុណបង្ហាញតាមរយៈព្រះយេស៊ូវព្រះគុណរបស់ព្រះត្រូវបានបង្ហាញច្បាស់បំផុតតាមរយៈការមករបស់ព្រះយេស៊ូវគ្រីស្ទយ៉ូហាន 1:14 ព្រះបន្ទូលបានក្លាយជាសាច់ឈាមហើយបានស្នាក់នៅក្នុងចំណោមយើងរាល់គ្នាពេញដោយព្រះគុណនិងសេចក្តីពិតយ៉ូហាន 1:17 ត្បិតកើតឲ្យវិន័យបានប្រទានមកដោយសារម៉ូសេប៉ុន្តែព្រះគុណនិងសេចក្តីពិតបានមកដោយសារព្រះយេស៊ូវគ្រីស្ទការបកស្រាយព្រះយេស៊ូវជាភស្តុតាងរស់នៃព្រះគុណដែលនាំឲ្យយើងស្គាល់សេចក្តីសង្គ្រោះព្រះគុណសង្គ្រោះមនុស្សមានបាបគ្រប់គ្នាសុទ្ធតែមានបាបប៉ុន្តែព្រះគុណអាចលើកលែងនិងផ្ដល់ជីវិតថ្មីរ៉ូម 3:23-24 ពីព្រោះមនុស្សទាំងអស់បានធ្វើបាបហើយខ្វះពីសេរីល្អរបស់ព្រះតែបានរកជាសុចរិតដោយឥតគិតថ្លៃតាមព្រះគុណរបស់ទ្រង់ដោយសារការលួសដែលមានក្នុងព្រះយេស៊ូវគ្រីស្ទការបកស្រាយយើងមិនសមទទួលទេប៉ុន្តែព្រះអនុញ្ញាតឲ្យយើងបានសុចរិតដោយសារព្រះគុណព្រះគុណផ្ដល់កម្លាំងរស់នៅថ្មីព្រះគុណមិនត្រឹមតែសង្គ្រោះទេប៉ុន្តែជួយឲ្យយើងរស់ក្នុងជីវិតថ្មីទីតូស 2:11-12 ត្បិតព្រះគុណរបស់ព្រះដែលនាំមកនូវសេចក្តីសង្គ្រោះបានបង្ហាញដល់មនុស្សទាំងអស់ហើយបង្រៀនយើងឲ្យបដិសេធភាពអាក្រក់និងតណ្ហារបស់លោកីហើយឲ្យរស់នៅក្នុងយុត្តិធម៌និងការគោរពព្រះការបកស្រាយព្រះគុណបង្រៀនឲ្យយើងបោះបង់អំពើចាស់ហើយដើរតាមព្រះយើងត្រូវឆ្លើយតបនឹងព្រះគុណអ្នកដែលទទួលព្រះគុណត្រូវរស់ដោយអរព្រះគុណនិងបម្រើទ្រង់2កូរិនថូស 12:9 ព្រះគុណរបស់អញគ្រប់គ្រាន់សម្រាប់អ្នកហើយត្បិតកម្លាំងរបស់អញបានពេញលេញក្នុងភាពខ្សោយការបកស្រាយទោះយើងខ្សោយក៏ព្រះគុណអាចគ្រប់គ្រាន់សម្រាប់យើងសេចក្តីសន្និដ្ឋានព្រះគុណគឺអំណោយឥតគិតថ្លៃមកតាមរយៈព្រះយេស៊ូវសូមអរគុណសូមព្រះប្រទានពរ